ជំរាបសួរបងប្អូនទាំងអស់គ្នាប្តីខ្ញុំឌឺម្លេះឌឺឬអីអត់ហ៊ានទៅពេកម៉ានសប្តាហ៍4សប្តាហ៍ឥឡូវប្រពន្ធយកកូនទី3ទៅពេកប្រពន្ធយកកូនទី3ទៅពេកហ្នឹងហើយទៅពេកធ្វើអី baby ទៅពេកមើលជើងបងប្អូនសូមមើលជើងតិចវាអត់តព្យាបាលជាងយើងទៅពេកនៅភ្នំពេញយើងសួរពេកបញ្ហានេះមកពីអីគេចឹងឥឡូវជូនប្តីទៅពេកជូនកូនទី3ទៅពេកអូ what did I say ជូនប្តីជូនប្តីទៅកូនទី3កូនទី3ចាចឹងឥឡូវយើងនៅតាមផ្លូវទៅភ្នំពេញខ្ញុំចង់និយាយរឿងពីផាយើងស្នេហាគ្នាយូរហើយបងប្អូនប្រហែល6ឆ្នាំមុនយើងជិះម៉ូតូទៅភ្នំពេញជាមួយគ្នាអត់តូនមានកូនអត់តូនការអត់តូនទាំងអស់ខ្ញុំបញ្ចុកកូនហើយផាយើងជិះម៉ូតូជិះម៉ូតូម៉ោង9ម៉ោង9ម៉ោងជិះ9ម៉ោងមកពីបាត់ដំបងទៅភ្នំពេញ100ចកា100គូអូឈឺខ្លាំងណាតែយើងកូនក្មេងអញ្ចឹងអត់អីហីកាលហ្នឹងយើងស្គាល់គ្នាបានប្រហែល3-4ឆ្នាំប្រហែល2ឆ្នាំ2-3ឆ្នាំ3-4ឆ្នាំបាទ3ឆ្នាំប្រហែល2-3ឆ្នាំហើយជិះតិចឈប់អូហើយកាលមុនទៅភ្នំពេញដូចពិបាកខ្លាំងដោយសារតែគេរៀបចំជើងយើងចូលខាងស្ដាមមកផ្លេចូលខាងឆ្វេងមកផ្លេអូកិច្ចឡានរហូតកិច្ចឡានហើយមែនតែនខ្ញុំចាំច្បាស់ថាយើងទៅដល់ភ្នំពេញដូចភ្នែកក្រហមឈឺភ្នែកឈឺច្រមុះផងដៃហួយចូលច្រមុះដៃហួយចូលភ្នែកច្រើនពេកអូតែសុបាយមានបងពីសៅសុបាយហើយពេលជិះហ្នឹងយើងអត់បានគិតថាពេលទៅដល់យប់បងប្អូនដល់ចឹងទៅអាពេលចេញពីឧដុង្គទៅពេញអាពេលយប់ហ្នឹងពិបាកជិះម្លេះព្រោះវាសັດច្រើនណាសັດច្រើនមែនទេបើសិនជាយើងពាក់អាបាំងមុខក្របនោះមើលផ្លិតឃើញដល់ពេលបើកសັດអូហើយមានឡា please stop that right now មាន can you play បងប្អូនមានរឿងមួយទៀតពីមុនយើងជិះម៉ូតូមុន right មុនយើងជិះម៉ូតូយើងធ្វើ hitchhiking នឹងបានន័យថាយើងឈរនៅលើផ្លូវហើយបន្ទាប់មកយើងលើកដៃសុំគេជិះអូចង់ដឹងបើសិនជាពូស្គាល់ឬក៏ចាំយើងថាយើង hitchhiking ព្រោះយើងចាប់ផ្ដើមពីបាត់ដំបងទៅ Sihanoukville អូសប្បាយណាស់កាលហ្នឹងអូសប្បាយណាស់កាលហ្នឹងយើងនេះកាលយើងស្គាល់គ្នាដំបូងយើងអត់មានអីទាំងអស់អត់មានលុយអត់មានអីទេដល់ពេលអញ្ចឹងមានពេលមួយនោះយើងចង់ទៅសៀមរាបដល់អញ្ចឹង you say អត់មានអីទាំងអស់យើងមានអីគេមានស្នេហាយើងមានស្នេហាតែអត់តមានកូនអត់តទាំងអស់អត់តដឹងបើសិនជាយើងនៅជាមួយគ្នាយូរអត់ហើយដល់ពេលអញ្ចឹងមានពេលមួយនោះយើងទៅ hitchhike ម្ដងទៀតយើងចង់ទៅសៀមរាបដល់ពេលអញ្ចឹងទៅខ្ញុំឲ្យម៉ាក់ខ្ញុំជូនម៉ូតូទៅដល់កន្លែងលោកយាយទេពនៅបាត់ដំបងហើយបន្ទាប់មកឆ្នេរគាត់ឲ្យមិត្តភក្តិគាត់ជូនមកដល់ហ្នឹងដែរកាលនោះយើងទៅតែស្គាល់គ្នាញ៉ៃគ្នាយើងអត់តន់ជាសង្សារពេញលេញទេដល់ពេលអញ្ចឹងទៅខ្ញុំឲ្យម៉ាក់ជូនខ្ញុំទៅកន្លែងលោកយាយទេពហ្នឹងកន្លែងដែលចាប់ផ្ដើមចេញទៅសៀមរាបហើយឆ្នេរមិត្តភក្តិគាត់ជូនមកហើយដល់ពេលអញ្ចឹងយើងលើកដៃសុំឡានគេជិះហើយប្រហែលជីប្រមាណឡានសរុបមក3ឡានទី1នោះមានបងប្រុសឡានតាក់ស៊ីខ្ញុំលើកដៃទៅស្រាប់តែខ្ញុំថាបងខ្ញុំសុំទៅតាមផ្លូវនឹងដែរបានទេតាមផ្លូវទៅសៀមរាបគាត់ថាគាត់ទៅប៉ែតប៉ុន្តែឈប់ណាកន្លែងវងមូលនោះគាត់អាចចុះបានប៉ុន្តែគាត់ឡានតាក់ស៊ីយើងគាត់សុំលុយខ្ញុំថាខ្ញុំមានលុយឲ្យទេទៅបងថាតែខ្ញុំតាក់ស៊ីហ្នឹងខ្ញុំមិនឡានឯកជនទេទៅក៏ខ្ញុំថាអញ្ចឹងអត់អីទេបងឯងទៅចុះដល់ពេលអញ្ចឹងបងតាក់ស៊ីហ្នឹងគាត់ថាជ្រុលចេះហើយអត់មួយដដែលឡើងមកដល់ពេលឡើងមកគាត់ឈប់យើងនៅអាវងមូលដែលចែកពីប៉ោយប៉ែតនិងសៀមរាបហ្នឹង
ហើយដល់ពេលអញ្ចឹងឈប់យើងកន្លែងហ្នឹងទៅបន្ទាប់មកយើងដើររៀនបត់ស្ដាប់ទេនៅតាមរ៉បតាមសាលាហើយដល់ពេលអញ្ចឹងយើងដើរប្រហែលជា5-10នាទីយើងលើកដៃទៅដែរយើងលើកដៃស្រាប់តែមានបងប្រុសម្នាក់មានដូចជាឡានលុចស៊ី330គាត់ពេលហ្នឹងគាត់កំពុងនិយាយទូរស័ព្ទឯងគាត់កំពុងជាប់មាត់និយាយទូរស័ព្ទគាត់និយាយទូរស័ព្ទបដាគាត់ហៅយើងឡើងជិះបដាគាត់ឈប់ឡានហ្នឹងទៅយើងឡើងជិះទៅគាត់កំពុងនិយាយទូរស័ព្ទតទៅដល់ការងារគាត់កំពុងតែធ្វើតែគាត់ជូនយើងដល់កន្លែងមួយទៀតដល់កន្លែងដូចជានិយាយពីឡានធំចាំនិយាយចប់រឿងសិនអូខេឡើងដល់កន្លែងពួកឡើងដល់កន្លែងពួកបងប្រុសថាគាត់ត្រូវតែមើលដីគាត់នៅណាហើយគាត់អាចជូនយើងទៅសៀមរាបដល់ពេលយើងចុះពីកន្លែងហ្នឹងយើងលើកដៃឡើងទៀតណាយើងលើកដៃឡើងបន្ទាប់មកជិះឡាននេះអាឡានកូរ៉េមិនឡានកូរ៉េឡានដូចជាឡានគេហៅគេឡាននីសាំងសេរីចាស់អាឡានគេដឹកត្រីដល់អញ្ចឹងទៅយើងឡើងលើអាគូឡានដឹកត្រីរហូតដល់ផ្លូវ stop in the back of the land ហ្នឹងហើយដល់រហូតដល់ផ្លូវ like shaw សាក់បាទហើយនិយាយទៅអាពេល hitchhike ហ្នឹងគឺនិយាយទៅឡានអីក៏ជិះដែរស្ថានភាពអីក៏បានដែរឲ្យតែដល់ទៅមុខជុំនៅនេះគេផោមយកគុណនេះកូយន្តបើសិនជាមានកូយន្តយើងក៏ជិះដែរកូយន្តក៏ជិះដែរឲ្យតែទៅមុខ so fun អូខេនេះចង់និយាយអីគេឈប់យើងគេឈប់ឡានមួយទៀតគេចង់តែយើងមិនចាំអត់ចាំលោកពូនៅប៉ោយប៉ែតអាកាលហ្នឹងកាលយើងមកពីភ្នំពេញមកបាត់ដំបងដូចមិញឆ្នៃនិយាយថាយើងទៅសែនអនុយើងទៅសែនអនុបន្ទាប់មកពេលចេញពីសែនអនុយើងមកពេញពីពេញយើងមកបាត់ដំបងហ្នឹងមានឡានលោកពូម្នាក់ដែលគាត់ឃើញយើងជិះឡាននៅពីក្រោយពេលហ្នឹងបងលិននិងបងមីគាត់ឡានសំណងគាត់ហ្នឹងគាត់មានឡាននៅពីក្រោយគាត់មានឡានមួយយើងអង្គុយពីក្រោយគ្នា4នាក់4ឬក៏5នាក់ពេលហ្នឹងជាមួយមិត្តភក្តិហើយលោកពូដែលនៅប៉ែហ្នឹងគាត់ឃើញយើងជិះហ្នឹងវាក្តៅពេកវាពិបាកពេកដល់ពេលយើងទៅគាត់សញ្ញោវាយភ្លើងសញ្ញោហៅយើងឲ្យមកជិះឡានមួយគាត់ឡានគាត់កាលហ្នឹងទំនើបមែនទេឡានទៅអា Mazda មកបាំងទៅតែចេញថ្មីពេលហ្នឹងដល់ពេលលោកពូហៅជិះទៅយើងស្រាប់តែយើងទៅតែឡើងឡានបងមីនៅបង្លិនដល់ពេលអញ្ចឹងយើងអត់ហ៊ានសុំគាត់ឈប់ទេដល់ពេលអញ្ចឹងបន្ទាប់មកទៀតពូគាត់ទៅមុខបាត់គាត់ជិះទៅមុខឡើងលឿនគាត់វាយើងទៅមុខហើយស្រាប់តែគាត់ចុះពីឡានហើយគាត់កាក់យើងម្ដងគាត់កាក់យើងសុំឲ្យឡានហ្នឹងឈប់ដើម្បីបដូរឲ្យយើងមកជិះជាមួយគាត់វិញបងប្អូននឹងទឹកចិត្តបងប្អូនទឹកចិត្តខ្មែរយើងគឺបែបហ្នឹងនៅតែដើរលេងសប្បាយណាស់ពេលមុនខ្ញុំ recommend បងប្អូនអរគ្នាដែលអត់ទាន់មានកូនអត់ទាន់មានរស់ស៊ីអត់ទាន់មាន stress ពីលើស្មាទៅចេញក្រៅដើរលេងមានបបពិសោធន៍សប្បាយដោយសារតែ you'll never forget it you'll never like regret it យើងមិនស្ដាយហើយវាជារឿងដែលយើងនឹងមិនបំភ្លេចOkay, that's it. អូខេអរគុណបងប្អូនជួបគ្នាបងប្អូនអរគ្នានៅភ្នំពេញហើយមួយទៀតបងប្អូនបើសិនជាបងប្អូនមានអីវ៉ាន់សម្រាប់ផ្ញើទៅដល់បងកងទ័ពខាងមុខសូមផ្ញើជាមួយយើងពីភ្នំពេញមកក៏បានដែរយើងយកមកមានឡានព្រុសទូចយើងមានឡានអាព្រុសមួយតូចទេដល់ពេលអញ្ចឹងយើងដាក់បានតិចដែរអូខេអរគុណបងប្អូនជម្រាបលា